នារីក្លាហានក្របបែកទម្លាក់ពីយន្តហោះប្រភេទ M117 ទម្ងន់ជិត400គីឡូក្រាមត្រូវបានដកបន្សាបដោយសុវត្ថិភាពកម្លាំងជំនាញក្របបែកទម្លាក់ពីយន្តហោះបានដោះបន្សាបនិងដឹកជញ្ជូនក្របបែកទម្លាក់ពីយន្តហោះប្រភេទ M117 ប្រកបដោយសុវត្ថិភាពនៅថ្ងៃទី23ខែមិថុនាឆ្នាំ2025ក្របបែកប្រភេទ M117 នេះមានទម្ងន់ប្រមាណ372គីឡូក្រាមមានបណ្ដោយជាង2ម៉ែត្រមានអង្កត់ផ្ចិតជាង40សង់ទីម៉ែត្រក្របបែកប្រភេទ M117 នេះអាចទម្លាក់ពីយន្តហោះប្រភេទ B52 ក្នុងកំឡុងឆ្នាំ1973ក្របបែកនេះបានឃើញនៅភូមិបាក់កូតឃុំលីបូស្រុកត្រាំកក់ខេត្តតាកែវក្នុងជម្រៅប្រមាណជាង4ម៉ែត្រទីតាំងនេះបានរកឃើញសរុបចំនួន11គ្រាប់ដូចមានបង្ហាញក្នុងគំនូរប្លង់សូមបញ្ជាក់ថាដោយទទួលបានការអនុញ្ញាតពីសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលអង្គភាពស៊ីម៉ាក់បាននឹងកំពុងស្រាវជ្រាវផ្ទៀងផ្ទាត់ទិន្នន័យការទម្លាក់គ្រាប់បែកនៅកម្ពុជាលើទីតាំងប្រមាណជាង230,000ទីតាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិងរៀបចំប្រព័ន្ធទិន្នន័យជាតិ AI សម្រាប់គ្រប់គ្រងនិងដោះស្រាយវិបត្តិគ្រាប់បែកសំណល់សង្គ្រាមធានាសុវត្ថិភាពប្រជាជនកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល